ជំរាបសួរប្រិយមិត្តអរគ្នាថ្ងៃនេះអត់មានរឿងថ្មីយកមកសម្រាយទេ admin សុំសម្រាយរឿងចាស់មួយរឿងមួយហ្នឹងគឺជាសំណុំពររបស់ប្រិយមិត្តយើងផងដែរដែលបានសំណុំពរកាលពី3ឆ្នាំមុនអញ្ចឹងបើសិនជាប្រិយមិត្តដែលបានសំណុំពរកាលពី3ឆ្នាំមុនឃើញវីដេអូមួយហ្នឹង comment ខាងក្រោមផង admin យកមកសម្រាយតាមសំណុំពរហើយរឿងដែល admin យកមកសម្រាយនៅក្នុងថ្ងៃហ្នឹងមានចំណងជើងជាភាសាខ្មែររបស់យើងថាខ្មោចទី13ហើយរឿងមួយហ្នឹងគឺអត់សូវវែងទេអញ្ចឹងឲ្យមានសុំសង្ខេបតែម្ដងទៅដើម្បីដាក់វីដេអូសុទ្ធនៅក្នុងវីដេអូការសម្រាយរឿងមួយហ្នឹងអូខេតោះចាំទៅទស្សនាការសម្រាយរឿងដែលមានចំណងជើងថាខ្មោចទី13ទាំងអស់គ្នាសាច់រឿងបានចាប់ផ្ដើមនៅក្នុងទីវាលចាក់សម្រាមមួយកន្លែងដែលជាកន្លែងឃាតកម្មសម្រាប់មនុស្សជាច្រើនអ្នកមានក្រុមមនុស្សមួយក្រុមបាននាំគ្នាចូលទៅខាងក្នុងដើម្បីទៅចាប់ប្រឡឹងខ្មោចនៅទីនោះពួកគេបានដឹកនាំដោយបរិបម្នាក់មានឈ្មោះថាលោកសៃរ៉ាដែលជាអ្នកមានម្នាក់និងជាអ្នកតាមប្រមាញ់ខ្មោចផងដែរលោកគឺមានជំនួយការខាងវិញ្ញាណម្នាក់មានឈ្មោះថា Danny មានសមត្ថភាពពិសេសពីកំណើតគឺអាចដឹងថាកន្លែងណាមានប្រឡឹងខ្មោចហើយគេអាចមើលដឹងអំពីអតីតកាលផងដែរនៅពេលដែលគេបានប៉ះខ្លួនអ្នកណាម្នាក់នៅពេលដែលពួកគេបានទៅដល់ទីនោះហើយ Danny មានអារម្មណ៍ថាមិនស្រួលខ្លួនសោះចេះតែឈឺក្បាលរហូតហើយចង់ឲ្យគ្រប់គ្នាត្រឡប់ទៅវិញទៅប៉ុន្តែលោកសៃរ៉ាមិនព្រមទៅណាជាដាច់ខាតហើយហាមឃាត់ឲ្យ Danny ឈប់លេបថ្នាំបន្តទៀតបើតើនៅពេល Danny បានយកដៃទៅប៉ះលើដីនៅទីនោះ Danny បានដឹងថាកន្លែងណាគឺជាកន្លែងឃាតកម្មប៉ុន្តែលោកសៃរ៉ារកខ្មោចណាដែលសាហាវតែប៉ុណ្ណោះហើយនៅពេល Danny បានលួចប៉ះខ្លួនប្រាណរបស់លោកសៃរ៉ាស្រាប់តែគេបានឃើញអនាគតកាលរបស់លោកសៃរ៉ាប៉ុន្តែលោកសៃរ៉ាបានគម្រាមឲ្យគេឈប់ប៉ះពាល់ខ្លួនប្រាណរបស់លោកបន្តទៀតពេលនោះផងដែរពួកគេបានចាប់មនុស្សបាន2នាក់គឺមានឈ្មោះថា Karina ហើយនិង Damon ដែលជាអ្នកប្រឆាំងជាមួយនឹងលោកសៃរ៉ាក្នុងការចាប់ប្រឡឹងខ្មោចយកទៅឃុំឃាំងហើយពួកគេបានដឹងថាលោកសៃរ៉ាតាមចាប់ប្រឡឹងខ្មោចចំនួន13ប្រឡឹងទៅបានជាដែននេះឆ្ងល់ជាខ្លាំងថាលោកសៃរ៉ាចាប់យកធ្វើអ្វីច្រើនម្លេះនៅពេលដែននេះបានប្រាប់ទីតាំងអំពីកន្លែងខ្មោចនោះហើយលោកសៃរ៉ាប្រាប់ឲ្យកូនចៅរបស់លោកបានឈាមពីពេញទីនោះតែម្ដងហើយមានទូកញ្ចក់មានសុទ្ធតែយ័ន្តអក្សរឡាទីនសម្រាប់ចាប់ប្រឡឹងខ្មោចបញ្ជាក់សម្លេងគាថានិងពាក់វ៉ែនតាមានសមត្ថភាពមើលឃើញប្រឡឹងខ្មោចផងដែរភ្លាមនោះស្រាប់តែខ្មោចក៏បានចេញមកសម្រាប់កូនចៅរបស់លោកសៃរ៉ាពីម្នាក់ទៅម្នាក់យ៉ាងសាហាវព្រៃផ្សៃបំផុតហើយនៅពេលដាក់ដេញតាមសម្រាប់កូនចៅរបស់លោកសៃរ៉ាបន្តទៀតកូនចៅម្នាក់ក៏បានរត់ចូលក្នុងទូកញ្ចក់មានយ័ន្តនោះតែម្ដងទៅបានជាទូនោះបិទទ្វារហើយក៏បានចាប់ប្រឡឹងខ្មោចនោះបានសម្រេចប្រឡឹងខ្មោចនោះគឺមានឈ្មោះថា Daja Ganatរីឯដៃគូរបស់ Karina គឺ Damon និងលោកសៃរ៉ាក៏បានស្លាប់នៅក្នុងអពតវហេតុនោះផងដែរងាកមកមើលក្នុងក្រុមគ្រួសាររបស់លោក Arthur និងអ្នកស្រី Jean ឯនេះវិញពួកគេគឺមានកូនប្រុសម្នាក់និងកូនស្រីម្នាក់រស់នៅជាមួយនឹងគ្នាយ៉ាងមានក្តីសុខប៉ុន្តែនៅពេលដែលអ្នកស្រី Jean បានស្លាប់ទៅដោយសារតែអគ្គិភ័យឆាបឆេះនៅក្នុងក្រុមគ្រួសារសល់តែលោក Arthur និងកូន2នាក់តែប៉ុណ្ណោះកូនស្រីច្បងមានឈ្មោះថា Kathy និងកូនប្រុសពៅមានឈ្មោះថា Bobby ហើយក្រុមគ្រួសាររបស់លោក Arthur ចាប់ផ្ដើមមានបញ្ហាហិរញ្ញវត្ថុផងដែរជារៀងរាល់ថ្ងៃ Bobby មានអ្នកមើលថែម្នាក់មានឈ្មោះថា Maggie ហើយ Bobby ចូលចិត្តលេងកូនកង់និងឧបករណ៍ថតសម្លេងជាខ្លាំងនៅថ្ងៃមួយមានមេធាវីម្នាក់មានឈ្មោះថា Ben មករកពួកគេដល់ផ្ទះដើម្បីប្រាប់រឿងការស្លាប់របស់លោក Sarah ដំបូងឡើយពួកគេឆ្ងល់ជាខ្លាំងថាមានរឿងអ្វីទៅហើយក៏ប៉ុន្តែលោក Sarah ត្រូវជាពូរបស់លោក Arthur ហើយ Ben បង្ហាញពីវីដេអូចុងក្រោយរបស់លោក Sarah ដែលបានថតទុកសម្រាប់លោក Arthur នៅក្នុងវីដេអូនោះគឺលោក Arthur បង្ហាញប្រាប់ទៅកាន់ពួកគេទាំងអស់គ្នាថាលោកដឹងថាលោកមិនអាចរស់បានយូរនោះទេទើបបានថតវីដេអូនោះទុកតែម្ដងនិងចាំប្រកល់ទ្រព្យសម្បត្តិឲ្យទៅកាន់លោក Arthur ហើយបានឲ្យកូនសោផ្ទះមួយទៅកាន់លោក Arthur ផងដែរនៅពេលបានឃើញហើយកូនស្រីរបស់លោក Arthur ស្រឡាញ់បន្ទប់ទឹកផ្ទះនោះជាខ្លាំងហើយចាប់ផ្ដើមមានសង្ឃឹមថាជីវិតរបស់ពួកគេនឹងប្រសើរឡើងមិនខានរី Ben ប្រាប់ទៅកាន់ពួកគេបានដឹងថាពួកគេអាចយកផ្ទះនោះនៅថ្ងៃណាក៏បានដែរហើយ Ben នឹងស្មានថា Maggie គឺជាប្រពន្ធរបស់លោក Arthur ប៉ុន្តែ Bobby ដែលជាកូនប្រុសបានប្រាប់ថាម្ដាយរបស់គេបានស្លាប់ដោយសារតែអគ្គិភ័យបាត់ទៅហើយលោកនៅពេលដែលពួកគេបានធ្វើដំណើរទៅកាន់ផ្ទះមួយនោះម្នាក់សប្បាយចិត្តជាខ្លាំងដែលនឹងស្មានថាមានពូចន្អម្នាក់ប្រកល់ទ្រព្យសម្បត្តិមហាសាលបែបហ្នឹងឲ្យទៅកាន់លោក Arthur តតែសោះងាកមើល Karina នៅវិញបន្ទាប់ពីដៃគូរបស់នាងបានស្លាប់ទៅនាងបន្តតាមដានបញ្ឈប់អ្នកចាប់ប្រឡឹងខ្មោចបន្តទៀតដដែលជាពិសេសគឺលោក Sarah លោកនៅពេលពួកគេបានទៅដល់ផ្ទះធំសម្បើមរបស់លោក Sarah ហើយពួកគេភ្ញាក់ផ្អើលជាខ្លាំងដោយសារតែបានឃើញផ្ទះនោះធំសម្បើមជាខ្លាំងនិងខុសប្លែកពីគេមានសុទ្ធតែកញ្ចក់ពីពេញបន្ទប់នៅច្រកទ្វារមាន Danny ធ្វើការជាជាងភ្លើងម្នាក់ផងដែរគេបានប្រាប់ថាភ្លើងទីនោះគឺបានដាច់ទៅហើយមិនដំណើរការមិនអាចចូលទៅខាងក្នុងបាននោះទេរីលោក Arthur សម្រាប់ចាត់ឲ្យ Danny ចូលទៅខាងក្នុងជាមួយនឹងគ្នាតែម្ដងដើម្បីជួសជុលនៅខាងក្នុង
នៅពេលដែលលោកបានយកកូនសោរបស់លោកអាសឺចាក់ចូលទៅខាងក្នុងម៉ាស៊ីននៅខាងក្នុងចាប់ដំណើរការភ្លើងចាប់ដើមមានឡើងវិញដែលធ្វើក្មេងប្រុស Bobby លន់មាត់ចង់ឃើញនៅខាងក្នុងជាខ្លាំងហើយគេបានយកកូនកង់ជាចូលលេងផងដែររីខេតចង់ឃើញជាងគេគឺជាបន្ទប់ទឹកយ៉ាងស្រស់ស្អាតលោកនៅព្រះពួកគេបានចូលទៅខាងក្នុងហើយពួកគេក៏បានឃើញមានកញ្ចក់ជាច្រើនពាពេញទីនោះហើយមានអក្សរយ័ន្តឡាទីនដើម្បីការពារខ្មោចនៅខាងក្នុងផងដែរប៉ុន្តែពួកគេមិនដឹងថាយ័ន្តនោះគឺដើម្បីអ្វីនោះទេនៅក្នុងបន្ទប់នឹងទូនីមួយៗគឺមានសតតែយ័ន្តនិងរបស់របរបុរាណតាំងនៅខាងក្នុងផងដែរដែលលោកសៃរ៉ាប្រមូលរក្សាទុកនៅខាងក្នុងខណៈពេលនោះ Bobby បានដើរទៅមើលរបស់សាមូរ៉ៃហើយដែលនេះឆ្ងល់ជាខ្លាំងផងដែរថាលោកសៃរ៉ាមានកន្លែងនោះចាប់តាំងពីពេលណាមកហើយចង់ធ្វើអ្វីក៏ដែលលោកសៃរ៉ានៅរស់ដែលនេះបានដើររកបន្ទប់ក្រោមដីម្នាក់ឯងផងដែររីឯនៅកណ្ដាលផ្ទះគឺមានរង្វង់មូលមួយមានសញ្ញាជាច្រើនកំពុងតែបងវល់រហូតនៅពេល Bobby ប្រងយកជើងរបស់គេប្រងជន់លេងលោកអាសឺក៏បានហាមឃាត់តាន់ពេលវេលាហើយមុនពេលបាននាំលោកអាសឺទៅរកបន្ទប់របស់លោកសៃរ៉ាបន្តទៀតដើម្បីហត្ថលេខាយកផ្ទះមួយខ្នងនោះលោកអាសឺហាមឃាត់គ្រប់គ្នាកុំឲ្យដើរទៅណាឲ្យសោះកុំប៉ះពាល់អ្វីឲ្យសោះប៉ុន្តែនៅពេលលោកអាសឺដើរចេញបន្តិចតែប៉ុណ្ណោះពួកគេក៏បាននាំគ្នាដើរលេងដដែលរីដែលនេះកំពុងតែដើរមើលម្នាក់ឯងបន្តទៀតគេបានដើររកប្រាក់របស់លោកសៃរ៉ាដែលគេខំធ្វើការកន្លងមកប៉ុន្តែបាច់ជារកមិនឃើញសោះនៅពេលគេបានដើរឆ្លងកាត់បន្ទប់មានប្រលឹងខ្មោចដែលនេះចាប់ដើមឈឺក្បាលម្ដងទៀតតែម្ដងស្របពេលនោះបែនក៏បាននាំលោកអាសឺទៅការិយាល័យរបស់លោកសៃរ៉ាដែលមានសភាពធំជាខ្លាំងដើម្បីចុះហត្ថលេខាផងដែរប៉ុន្តែមុននឹងលោកអាសឺហត្ថលេខាលោកអាសឺខ្លាចក្រែងតែបែនត្រូវការប្រាក់បន្ថែមទៀតព្រោះលោកគ្មានប្រាក់នោះទេប៉ុន្តែបែនបានប្រាប់ថាមិនចាំបាច់បារម្ភនោះទេគឺគ្មានអ្វីផ្សេងទៀតទេគ្រាន់តែហត្ថលេខាទទួលទៅគឺបានហើយរីដែលនេះនៅពេលគេបានយកវ៉ែនតាពាក់មើលប្រលឹងខ្មោចនោះមកពាក់គេក៏បានឃើញប្រលឹងខ្មោចជាច្រើននៅក្នុងទូកញ្ចក់ដែលមិនអាចចេញមកខាងក្រៅបាននោះទេដោយសារតែមានយ័ន្តឡាទីនការពារនៅខាងក្រៅហើយគេសម្រេចចិត្តប្រាប់កប៉ិតទៅកាន់លោកអាសឺឲ្យបានដឹងកប៉ិតតែម្ដងគឺដឹងថាផ្ទះមួយក្នុងនោះគឺគ្រោះថ្នាក់ជាខ្លាំងបន្តមកដែលនេះបានប្រាប់លោកអាសឺថាទីនោះគឺជាកន្លែងឃុំឃាំងរបស់ប្រលឹងខ្មោចហើយដែលនេះក៏ប៉ុន្តែជាអ្នកធ្វើការលោកអាសឺក៏ឡងមកតែប៉ុណ្ណោះគេបន្លំខ្លួនធ្វើជាងភ្លើងដើម្បីចូលមកខាងក្នុងតែប៉ុណ្ណោះនៅក្នុងផ្ទះនោះគឺគ្រោះថ្នាក់ខ្លាំងណាស់នៅពេលបានលើការបកស្រាយរបស់ Danny ហើយលោកអាសឺបើជាមិនយល់និងមិនជឿតទៅសោះហើយថែមទាំងសោយថែមទៀតផងទៅបានជា Dennis ដែលបន្តទៅកាន់លោកអាសឺ Danny ប្រាប់ទៅកាន់លោកអាសឺប្រញាប់ឲ្យយកកូនចាក់ចេញពីទីនោះជាបន្ទាន់តាមតែអាចធ្វើទៅបានទៅ Danny មិនដឹងទេថាលោកអាសឺបង្កើតទីនោះដើម្បីធ្វើអ្វីហើយចាប់ប្រលឹងខ្មោចមកធ្វើអ្វីទៅរីបែននៅពេលបានលើហើយគេបានចោទទៅកាន់ Danny ថាគឺជាមនុស្សបោកប្រាស់ទៅវិញរី Katie ក៏បានចូលទៅលេងនៅដេកនៅក្រែបន្ទប់គេងម្នាក់ឯង Bobby និង Maggie បានឃើញវ៉ែនតាពាក់មើលប្រលឹងខ្មោចនៅខាងក្នុងទៅបានចំពោះគេឆ្ងល់ជាខ្លាំងថាវ៉ែនតានោះគឺជាវ៉ែនតាអ្វីទៅនឹងចង់យកវាមកពាក់មើលនៅពេលនោះ Danny ឈឺក្បាលក៏បានដួលទៅខាងក្រោមនៅពេលលោកអាសឺបានដាក់ទៅប៉ះរាងកាយរបស់ Danny ក៏បានមើលឃើញការស្លាប់ប្រពន្ធរបស់លោកអាសឺកន្លងមកហើយស្រាប់តែពួកគេបានឃើញថាបានបាត់ Ben តែណាមិនដឹងនោះទេដែលធ្វើពួកគេឆ្ងល់ជាខ្លាំងរី Ben ក៏ប៉ុន្តែគឺគេបានដឹងរឿងទាំងអស់នោះយូរមកហើយគេបានពាក់វ៉ែនតាមើលប្រលឹងខ្មោចដើម្បីដាក់ទៅរកប្រាក់នៅក្នុងបន្ទប់របស់លោកអាសឺប្រាក់ទាំងអស់នោះគឺនៅក្នុងវ៉ាលីមួយហើយនៅកន្លែងដំណើរការម៉ាស៊ីននៅខាងក្នុងនៅពេលបានយកវ៉ាលីប្រាក់នោះហើយទ្វារចាប់ដាំចាក់សោជាប់តែម្ដងមិនអាចចេញមកខាងក្រៅបាននោះទេនៅពេលបានយកប្រាក់នោះហើយនៅពេលគេប្រងរកច្រកចេញច្រកបាយជាចេញមិនបានតតែសោះហើយប្រលឹងខ្មោចស្រីដែលមានឈ្មោះថា Angry Princess ក៏បានចេញមកខាងក្រៅបានសម្រេចនៅពេលទ្វារកញ្ចក់បានបិទវាក៏បានដាច់ខ្លួនរបស់ Ben ជាពីកំណើតតែម្ដងរីលោកអាសឺហើយនឹង Danny ក៏ពុតទៅតាមរកគ្រប់គ្នាដល់ងើឆ្ងល់ជាខ្លាំងហើយបានបាច់ផ្លូវគ្នាតាមរកតែម្ដងខណៈពេលនោះ Katie ក៏បានដើរទៅលេងបន្ទប់ទឹកម្នាក់ឯងបន្តទៀតហើយនៅក្នុងបន្ទប់ទឹកនោះគឺមានខ្មោចមានឈ្មោះថា Angry Princess នៅខាងក្នុងហើយមានវ៉ែនតាពាក់មើលប្រលឹងខ្មោចនៅខាងក្នុងមួយផងដែរបើសិនជាពាក់វានឹងមើលដឹងថានៅខាងក្នុងគឺមានសត្វឈាមយ៉ាងគួរឲ្យខ្លាចនិងប្រលឹងខ្មោចនៅខាងក្នុងបន្តមក Katie ក៏បានដើរទៅបាំងទឹកនៅក្នុងអាងទឹកត្រាំបន្តទៀតដើម្បីយកទឹកនោះមកលុបមុខនៅពេលខ្មោចនោះបានធ្វើឲ្យទឹកនោះទៅជាឈាមនិងរៀបសម្រាប់ Katie ទៅហើយនោះឪពុករបស់នេះក៏បានចូលមកទាន់ពេលវេលាហើយសួររក Bobbyប៉ុន្តែបានជាមិនដឹងថា Bobby នៅឯណានោះទេហើយ Maggie ក៏បានដើរចូលមកផងដែរដោយសារតែបានបាត់ Bobby បាត់ទៅហើយរី Bobby នៅពេលគេបានជីកកម្នាក់ឯងលេងបន្តទៀតស្រាប់តែប្រលឹងខ្មោចធ្វើជាសម្លេងស្រែកហៅឈ្មោះរបស់គេល្វើយទៅបន្ទប់ក្រោមដីប៉ុន្តែស្របពេលនោះប្រលឹងខ្មោចម្ដាយរបស់គេព្យាយាមហាមឃាត់គេម្ដងហើយម្ដងទៀតផងដែរ Bobby នឹកស្មានថាសម្លេងនោះគឺជាសម្លេង Maggie ជាអ្នកមើលថែគេទៅបានជាគេទៅតាមរកសម្លេងនោះតែម្ដង
រីលោកអាសិននៅពេលអត្តព្យាយាមបាំងទ្វារច្រកចេញនៅតែមិនអាចបាក់ទ្វារបានដដែលទោះជាយកកៅអីវាកំទេចវាយ៉ាងណាក៏ដោយដែលនេះប្រតិកម្មពួកគេឲ្យបានដឹងថាมันចាំបាច់ចំណាយពេលវេលាអត់ប្រយោជន៍នោះទេទ្វារនោះគឺបើមិនបាននោះទេនៅបរិបទលើឲ្យលោកអាសើឆ្ងល់ជាខ្លាំងថាកន្លែងនោះគឺជាកន្លែងអ្វីទៅហើយគម្រាមឲ្យដែលនេះជួយតាមរកកូនប្រុសរបស់គាត់ផងដែរព្រោះមិនដឹងថាដែលនេះគឺចេតនាឲ្យប៉ັດប្រកាសនោះទេសកបកហាញ់ខ្លួនតែម្ដងស្របពេលនោះម៉ាស៊ីននៅខាងក្នុងដំណើរការដដែលហើយបាក់ទ្វារកញ្ចក់ពីមួយទៅមួយផងដែរនៅពេល Bobby បានដើរតាមសំឡេងហៅបន្តទៀត Bobby នឹកស្មានថាគឺជាម៉ែគេលេងសើចជាមួយនឹងគេតែប៉ុណ្ណោះទៅបានជាគេនិយាយថាឈប់លេងសើចបន្តទៀតទៅរីដែលនេះប្រាប់ពួកគេបន្តទៀតថាអក្សរនៅលើកញ្ចក់នោះគឺជាអក្សរឡាទីនដែលខ្មោចមិនអាចឆ្លងកាត់វាបាននោះទេនៅពេលបានលើកឲ្យ Kathy ចាប់ដើមសើចតែម្ដងហើយក៏មិនជឿផងដែររី Bobby នៅពេលគេបានយកវ៉ែនតានោះមកពាក់គេបានឃើញប្រឡឹងស្មោចមានឈ្មោះថា The Torso នៅខាងក្រោមដែលធ្វើគេខ្លាចជាខ្លាំងហើយក៏បានដួលតែខាងក្រោមតែម្ដងបន្តមកនៅពេលលោក Arthur ចង់ទៅបន្ទប់ក្រោមដីតាមរកកូនប្រុសបន្តទៀតដែលនេះក៏បានហាមឃាត់ដោយសារតែនៅខាងក្រោមគ្រោះថ្នាក់ជាខ្លាំងប៉ុន្តែលោក Arthur បានដាក់លក្ខខណ្ឌជាមួយនឹងដែលនេះថាបើសិនជាជួយតាមរកកូនប្រុសរបស់លោកឃើញហើយលោកនឹងប្រគល់ប្រាក់របស់លោក Sarah ឲ្យទៅកាន់ដែលនេះនៅតាមក្រោយនៅពេលដែលគិតបន្តិចហើយដែលនេះក៏បានយល់ព្រមទៅបន្ទប់ក្រោមដីជាមួយគ្នាតែម្ដងរីឯប្រលឹងខ្មោចម្ដាយរបស់ Bobby គឺអ្នកស្រី Jean បានប្រាប់ទៅកាន់ Bobby ឲ្យយកវ៉ែនតានោះពាក់ហើយប្រាប់ឲ្យគេត្រឡប់ទៅវិញជាបន្តទៅពេលនោះផងដែរស្រាប់តែ Bobby បានឃើញប្រលឹងខ្មោចរបស់លោក Sarah នៅទីនោះរីលោក Arthur ដោយសារតែបានឃើញផ្ទះនោះធំខ្លាំងពេកលោកក៏បានឲ្យពួកគេបែងចែកជាពីរក្រុមតាមរកកូនប្រុសតែម្ដងគឺបានឲ្យ Maggie ទៅជាមួយនឹង Ben ប៉ុន្តែដំបូងឡើយ Maggie មិនចង់ទៅជាមួយនឹង Danny នោះទេដោយសារតែមិនចូលចិត្ត Danny ហើយនៅពេល Danny បានឲ្យ Maggie ពាក់វ៉ែនតាមើលឃើញប្រលឹងខ្មោចនោះ Maggie ក៏បានឃើញប្រលឹងខ្មោចមានឈ្មោះថា Hammer នៅក្នុងទូកញ្ចក់មិនអាចចេញមកខាងក្រៅបាននោះទេទៅបានជា Danny សប្បាយចិត្តជាខ្លាំងដែល Maggie អាចឃើញប្រលឹងខ្មោចដូចជាគេដែរមិនចាំបាច់បញ្យល់ច្រើនទៀតទេហើយមុនពេលដែលពួកគេបានដាក់ចេញពីទីនោះDanny ក៏បានលើកដៃជេរទៅកាន់ខ្មោចនោះផងដែររីលោក Arthur ក៏បានរកឃើញរបស់ថតសម្លេងកូនប្រុសរបស់គាត់ធ្លាក់នៅខាងក្រោមទៅបានជាគាត់បារម្ភពីកូនប្រុសជាខ្លាំងហើយនៅពេលដែល Kathy បានសាកយកវ៉ែនតានោះមកពាក់ឡមើលស្រាប់តែបានឃើញខ្មោចមានឈ្មោះថា The Jackal បានចេញមកនិងបានចាប់នាងឡើងទៅខាងលើនិងបានខ្ញៅ Kathy របួសពេញរាងកាយផងដែរប៉ុន្តែពេលនោះ Karina ក៏បានចូលមកខាងក្នុងជួយពួកគេទាន់ពេលវេលាដោយបានយកកំជ្រួចគប់ទៅលើខ្មោចហើយខ្មោចទាំងអស់នោះគឺខ្លាចកំជ្រួចពេលនោះផងដែរពួកគេបានយកកញ្ចក់យ័ន្តបានការពារខ្លួនពួកគេរីដែលនេះបានឃើញប្រលឹងខ្មោចក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Duffer Bonson នៅខាងលើហើយខ្មោច Angry Princess ក៏បានចេញមកម្ដងទៀតទៅបានជាពួកគេគេខ្លួនពីទីនោះបន្តទៀតតែម្ដងរីលោក Arthur បានសួរ Karina ថានាងគឺជាអ្នកណាគេទៅ Karina ប្រាប់ទៅវិញថានាងគឺជាអ្នកប្រឆាំងជាមួយនឹងលោក Sarah ធ្វើឲ្យប្រលឹងខ្មោចមានសេរីភាពឡើងវិញលោក Sarah គឺជាអ្នកចាប់ប្រលឹងខ្មោចមកឃុំឃាំងនៅទីនោះនៅពេលលោក Sarah បានសួរថាម្ដេចបានជានាងចូលមកខាងក្នុងបាន Karina ប្រាប់ទៅវិញថានាងបានចូលមកខាងក្នុងបានដោយសារតែទ្វារមុននោះគឺបានបើកហើយវាគឺបានបិទទ្វារម្ដងទៀតទៅហើយបន្ទាប់មក Karina ក៏បានយកសៀវភៅបង្ហាញឈ្មោះដែលមានឈ្មោះថា Arcanum ឲ្យលោក Arthur បានឃើញនៅក្នុងសៀវភៅនោះបង្ហាញថាលោក Sarah ចាប់ប្រលឹងខ្មោចមកទីនោះដើម្បីប្រើប្រាស់វាធ្វើជាថាមពលក្នុងការផលិតម៉ាស៊ីនមួយម៉ាស៊ីននោះអាចធ្វើយើងមើលឃើញអតីតកាលនិងអនាគតកាលបានលោក Sarah សរសេរវាចេញមកបានដោយសារតែការដែលលោក Sarah នៅរស់គឺមានអរិយសន្តាននៅក្នុងរាងកាយរបស់លោកនៅពេលពួកគេបាននិយាយគ្នាហើយស្រាប់តែបានបាត់ Kathy តែម្ដងហើយស្របពេលនោះពួកគេបានឃើញប្រលឹងខ្មោចក្មេងប្រុសម្ដងទៀតរីឯម៉ាស៊ីនដំណើរការដដែលនៅពេលទ្វារចាប់ដាក់បាត់ទ្វារដែលនេះនឹង Maggie ក៏បានបែកគ្នាតែម្ដងហើយដែលនេះបានបោះវ៉ែនតាឲ្យ Maggie ពាក់មើលប្រលឹងខ្មោចផងដែរខណៈពេលនោះ Maggie បានឃើញប្រលឹងខ្មោចមានឈ្មោះថា The Thorprin វាប្រហារទៅលើ Danny ហើយនៅពេលទ្វារកញ្ចក់បានបើក Danny ក៏បានចេញមកខាងក្រៅទាន់ពេលវេលាតែម្ដងបន្តមកដល់ព្រះពួកគេបានដើរចេញពីទីនោះបន្តទៀត Maggie បានដើរផងរអ៊ូផងថានាងមិនសមណាស់មកទីនោះតតែសោះហើយបានសួរ Danny ផងដែរថាមានបានឃើញខ្មោចដែរឬទេនៅពេលនោះ Danny ក៏បានឃើញខ្មោចពីរផ្សេងទៀតដែលមានឈ្មោះថា The Great Child ហើយនិង The Mother ទៅបានជាពួកគេគេខ្លួនពីទីនោះបន្តទៀតតែម្ដងហើយស្របពេលនោះផងដែរលោក Arthur ហើយនិង Karina ក៏បានឡើងទៅខាងលើល្មមទៅបានជាពួកគេជុំគ្នាម្ដងទៀតបន្តមក Karina ក៏បាននាំផ្លូវពួកគេដើរទៅខាងមុខបន្តទៀតហើយបន្តិចក្រោយមក Danny ក៏បានឃើញប្រលឹងខ្មោចវាប្រហារទៅលើលោក Arthur ចំខ្នងម្ដងហើយម្ដងទៀតទៅបានជាពួកគេយកកំជ្រួចគប់ទៅលើខ្មោចនិងបាននាំគ្នាយកលោក Arthur គេខ្លួនទៅបន្ទប់របស់លោក Sarah ជាបន្តតែម្ដង
ស្របពេលនោះផងដែរព្រលឹងខ្មោចមានឈ្មោះថាដាភៀគ្រីមបង្ហាញខ្លួនទីនោះផងដែរខណៈពេលដែលពួកគេមានសមត្ថភាពឡើងវិញហើយ Karina និង Danny ឆ្លោះប្រកែកគ្នាទៅវិញទៅមកដោយសារតែកន្លងមកគឺ Danny បានធ្វើការលោក Sarah គឺចង់បានប្រាក់ប៉ុន្តែ Karina ជាអ្នកប្រឆាំងជាមួយនឹងលោក Sarah ទៅវិញទៅបានជាពួកគេខឹងគ្នាទៅវិញទៅមកនៅពេលនោះ Karina បានបកអាក្រាតការពិតទៅកាន់លោក Arthur ថាប្រលឹងខ្មោចទី4គឺជាប្រលឹងខ្មោចមានឈ្មោះថា Jean ដែលត្រូវជាប្រពន្ធរបស់លោក Arthur នៅពេលលោក Arthur បានដឹងការពិតហើយលោក Arthur ខឹងជាមួយនឹង Danny ជាខ្លាំងហើយក៏បានស្ទុះវាយ Danny តែម្ដងបន្ទាប់មក Karina ក៏បានឲ្យគ្រប់គ្នាសហការជាមួយនឹងនាងដើម្បីជួយគ្រប់គ្នាបន្តទៀតគឺ Karina បញ្ជាក់ថាទីនោះមិនមែនត្រឹមតែជាផ្ទះសម្បែងនោះទេប៉ុន្តែវាគឺជាគុកសម្រាប់ដាក់វិញ្ញាណខ្មោចនៅខាងក្នុង Karina បង្ហាញប្រលឹងខ្មោចតែ12ឲ្យពួកគេបានមើលផងដែរខ្មោចទាំងអស់នោះគឺមានឈ្មោះរៀងៗខ្លួនក្នុងនោះប្រលឹងខ្មោចនៃស្រីជិនគឺមានឈ្មោះថា David Tharet Lover នៅពេលប្រលឹងខ្មោចត្រូវបានដោះលែងពីមួយទៅមួយវានៅតែកាន់រង្វង់មូលមួយនោះដើម្បីដំណើរការម៉ាស៊ីនដែលហៅថា Oculari ដែលមានន័យថាកែវភ្នែករបស់នរោម៉ាស៊ីននោះអាចមើលឃើញអំពីអតីតកាលនិងអនាគតកាលបានរីដែលនេះឆ្ងល់ជាខ្លាំងថាមិនបានជាការមុនលោក Sarah ចង់បានប្រលឹងខ្មោចទាំង13ខ្លាំងម្ល៉េះ Karina បានតបទៅវិញថាវិញ្ញាណទី13គឺជាការបូជាដោយក្តីស្រឡាញ់ហើយនេះជាជាថានោះប្រកាសជាលោក Arthur មិនខានដែលអាចបញ្ឈប់ម៉ាស៊ីននោះបាននៅពេលបានដឹងហើយ Maggie បានគិតថាមិនអាចនោះទេមិនចង់ឲ្យលោក Arthur បូជារាងកាយរបស់ខ្លួនឯងគួរតែមានពិធីផ្សេងដើម្បីជួយកូនប្រុសរបស់ខ្លួនឯងរី Danny ក៏មិនជឿផងដែរនឹងចង់លោក Arthur គិតម្ដងទៀតប៉ុន្តែលោក Arthur សម្រាប់ចាត់ឲ្យថានឹងបូជាខ្លួនឯងដើម្បីការពារកូនប្រុសបន្ទាប់មកលោក Arthur និង Danny ក៏បានដកកញ្ចក់មានយន្តឡាទីនទៅជាមួយនឹងគ្នាដើម្បីទៅការពារខ្លួនហើយឲ្យ Karina និង Maggie ទៅជាមួយនឹងគ្នានៅពេលដែលពួកគេបានចាត់ចែងទៅបន្តិចតែប៉ុណ្ណោះ Maggie និង Karina ក៏បានឃើញសាកសពរបស់ Ben ដែលត្រូវបានស្លាប់ទៅហើយដែលធ្វើ Maggie ខ្លាចជាខ្លាំងហើយ Karina ក៏បាននាំ Maggie ទៅដល់កន្លែងម៉ាស៊ីននោះបានសម្រេចរី Danny ហើយនិង Arthur នៅពេលដែលពួកគេបានដើរពីអ្នកបន្តិចតែប៉ុណ្ណោះបលឹងខ្មោចក៏បានចេញមកម្ដងទៀតហើយក៏បានយកដំបងវាកញ្ចក់ការពាររបស់ពួកគេទាំងពីរនាក់ប៉ុន្តែពួកគេព្យាយាមទប់និងបានយកកញ្ចក់នោះទៅគៀបខ្មោចតែម្ដងស្របពេលនោះផងដែរស្រាប់តែលោក Sarah ក៏បានបង្ហាញខ្លួនម្ដងទៀតទៅបានជា Karina វាយ Maggie ស្លាប់តែម្ដងហើយក៏ប៉ុន្តែគឺលោក Sarah បន្លប់ខ្លួនធ្វើជាស្លាប់តែប៉ុណ្ណោះហើយតាក់ទងជាមួយនឹង Karina ដើម្បីដំណើរការម៉ាស៊ីននោះជាមួយនឹងគ្នាពួកគេបង្រួបក្រុមគ្រួសាររបស់លោក Arthur មកទីនោះតែប៉ុណ្ណោះបន្ទាប់មកនៅពេលទ្វារកញ្ចក់ឃុំឃាំងព្រលឹងខ្មោចបានបើកទាំងអស់ចេញមកព្រលឹងខ្មោចទាំងអស់ក៏បានចេញមកខាងក្រៅហើយលោក Arthur បានជាប់នៅខាងក្នុងមិនអាចចូលទៅជួយដែលនេះបាននោះទេទើបបានជាលោកសោកស្ដាយជាខ្លាំងរីឯលោក Sarah បង្កប់ឲ្យ Karina យកក្មេងប្រុស Bobby ទៅបូជាតែ Karina នៅស្ទះស្ទើរជាខ្លាំងដោយសារតែ Bobby គឺនៅវ័យក្មេងខ្លាំងពេកបន្ទាប់មកលោក Sarah ក៏បានបើកសម្ដីគេថាដើម្បីធ្វើឲ្យព្រលឹងខ្មោចទាំងអស់មកកាន់រង្វង់មូលមួយនោះហើយស្របពីនោះផងដែរលោក Arthur បានឃើញព្រលឹងខ្មោចប្រពន្ធរបស់លោកបង្ហាញខ្លួនឲ្យលោកបានឃើញទៅបានជាលោកចាប់ដាំស្រោទឹកភ្នែកតែម្ដងហើយពោលពេតទៅកាន់ប្រពន្ធថាគាត់នៅប្រពន្ធរបស់គាត់ខ្លាំងណាស់បន្ទាប់មកលោក Sarah ក៏បានធ្វើទ្វារគៀបសម្រាប់ Karina ចោលម្នាក់ទៀតតែម្ដងរីឯក្នុងម៉ាស៊ីនគឺមាន Katie និង Bobby ត្រូវបានចាប់ខ្លួនដាក់នៅចំកណ្ដាលម៉ាស៊ីនទៅហើយនៅពេលលោក Arthur បានចេញមកខាងក្រៅលោក Arthur បានឃើញព្រលឹងខ្មោចទាំង12នៅជុំវិញរង្វង់មូលមួយនោះនៅឈរតាមសញ្ញារៀងៗខ្លួនហើយលោក Arthur ទើបតែដឹងការពិតថាលោក Sarah មិនទាន់ស្លាប់នោះទេនឹងដឹងថាចាញ់បោកពូរបស់ខ្លួនឯងតែប៉ុណ្ណោះនៅពេលបានដឹងការពិតហើយលោក Arthur ក៏បានស្ទុះទៅវាយដំលោក Sarah តែម្ដងប៉ុន្តែត្រូវបានលោក Sarah វាយដួលទៅខាងក្រោមវិញនៅក្នុងឈើច្រត់របស់លោក Sarah គឺមានកូនកបិតមួយផងដែរពេលនោះលោក Sarah ប្រាប់ថាលោក Arthur នឹងក្លាយទៅជាខ្មោចទី13មិនខានដែលជាខ្មោចមានក្តីស្រឡាញ់ប៉ុន្តែដល់ពេលនោះស្រាប់តែ Maggie ក៏បានដឹងខ្លួនឡើងវិញហើយក៏បានទៅកំទេចសម្លេងគេថាទាំងអស់នោះទៅបានជាខ្មោចទាំងអស់នោះមានសេរីភាពហើយក៏បានចាប់បោះលោក Sarah ទៅក្នុងម៉ាស៊ីនដាច់ខ្លួនខ្ទេចខ្ទីអស់តែម្ដងនៅក្បែរនោះគឺលោក Sarah បានឃើញព្រលឹងរបស់ Danny ផងដែរព្រលឹងរបស់ Danny ប្រាប់ទៅកាន់លោក Arthur ថាលោក Arthur អាចជួយក្រុមគ្រួសាររបស់លោកបាននៅពេលឮហើយលោក Arthur ក៏បានប្រថុយជីវិតលោកទៅខាងក្នុងយកកូនតែម្ដងស្របពេលនោះម៉ាស៊ីនចាប់ដាំផ្ទុះខ្ទេចខ្ទីពីកន្លែងមួយទៅកន្លែងមួយព្រលឹងខ្មោចទាំងអស់នៅខាងក្នុងមានសេរីភាពឡើងវិញហើយក៏បានចាក់ចែកពីទីនោះដែលនេះបានញញឹមដាក់ពួកគេមុនពេលដែររលាយបាត់ទៅរីឯអ្នកស្រីជាតិបង្ហាញខ្លួនឲ្យក្រុមគ្រួសារបានឃើញជាលើកចុងក្រោយមុនពេលដែលអ្នកស្រីរលាយបាត់ទៅអ្នកស្រីបាននិយាយថាអ្នកស្រីស្រឡាញ់គ្រប់គ្នារីឯ Maggie នៅពេលដែរដើរចេញមកខាងក្រៅវិញនាងរអ៊ូថាអញឈប់ធ្វើការមើលថែក្មេងទៀតហើយហត់ខ្លាំងណាស់អញហើយឃើញតែខ្មោច
អរគុណប្រិយមិត្តអរគ្នាសម្រាប់ការទស្សនាការសម្ដែងរឿងដែលមានចំណងជើងថាខ្មោចទី13រឿងមួយហ្នឹងគឺចំណាយថវិកាច្រើនគួរសមដែរគឺចំណាយថវិកា42លានដុល្លារក្នុងការផលិតរីថវិកាក្នុងការលក់សំបុត្រគឺបាន68លានដុល្លារអញ្ចឹងរឿងមួយហ្នឹងគឺបានជោគជ័យគួរសមដែរហើយបើសិនជា admin គិតណាបើសិនជារឿងមួយហ្នឹងគឺផលិតឡើងវិញនៅក្នុងឆ្នាំ2025 2026ឬក៏ឆ្នាំក្រោយៗទៀតហ្នឹង admin គិតថាអាចធ្វើបានល្អជាងហ្នឹងដោយសារតែការហ្នឹងការកាត់តរឿងហ្នឹងគឺលក្ខណៈបែបតុបតែងមុខទេតួអង្គខ្មោចទាំងអស់ហ្នឹងបើសិនជាផលិតនៅក្នុងយុគសម័យថ្មីនេះគឺធ្វើរឿងមួយហ្នឹងកាន់តែសាហាវជាងនឹងទៅទៀតដោយសារតែរឿងមួយហ្នឹងគឺបានចេញយូរមកហើយគឺចេញនៅក្នុងឆ្នាំ2001អញ្ចឹងគឺ25ឆ្នាំមកហើយជិត25ឆ្នាំមកហើយបើសិនជាផលិតម្ដងទៀតឯងមានគិតថាប្រហែលជាអស្ចារ្យមែនតើអូខេអញ្ចឹងប្រិយមិត្តគ្នាការសង្ខេបរឿងរបស់ admin គឺបានចប់ហើយបើសិនជា admin សង្ខេបទៅបានក្បោះក្បាយត្រង់ណាសូមអធិស្ឋានផងដែរអរគុណម្ដងទៀតសម្រាប់ប្រិយមិត្តដែលចំណាយពេលដ៏មានតម្លៃក្នុងការទស្សនាការសម្ដែងរឿងរបស់ admin ជួបគ្នានៅវីដេអូលើកក្រោយទៀតសូមអរគុណសូមជម្រាបលាបាយបាយ